ឆ្លើយទៅសំណួរបងប្រុសម្នាក់ដោយសារគាត់ចង់ឲ្យបង្ហាញពីរបៀបកែរូប AI ហ្នឹងណាដោយប្រើ Galaxy AI នៅលើ full set នេះគឺ full set អូខេអញ្ចឹងគាត់សួរថាតើតើមួយរឿងកែសម្ផស្សកែអីដែលខ្ញុំធ្វើពី MP5 Sum ហ្នឹងគឺហើយតើតើមួយ full set ធ្វើបានអត់ព្រោះកែក្បាលពូកែអីចឹងធ្វើបានដូចនៅក្នុងវីដេអូរបស់ Zel គាត់បានធ្វើឲ្យមើលហើយឥឡូវនេះខ្ញុំមកធ្វើខ្លួនឯងតែម្ដងហ្មងតែឥឡូវនៅដៃខ្ញុំគឺ full set អញ្ចឹងខ្ញុំចូលទៅរូបថតដែលខ្ញុំបានថតផឹកមិញនេះបងប្អូនឃើញកន្លែងនេះគឺមានក្បាលពូថ្នាក់នៅហ្នឹងមួយអញ្ចឹងដើម្បីកែបានហ្នឹងយើងអាចធ្វើបានពីជម្រើសទី1យើងចុច edit ហើយបន្ទាប់មកយើងយកពាក្យ generative AI កន្លែងនេះណាឬក៏ដើម្បីងាយស្រួលលឿនហ្មងហ្នឹងគឺយើងមិនចាំបាច់មិនបាច់ចាំបាច់ចូលហ្នឹងទេមានសញ្ញាផ្កាយនេះខ្ញុំគាត់ចុចសញ្ញាផ្កាយមកកន្លែងនេះគឺយើងមិនបាច់ប្រើពាក្យ sketch to image ទេ sketch to image គឺយើងគូបន្ថែមតែអានេះយើងចង់លុបយើងមកដល់កន្លែងហ្នឹងយើងគ្រាន់តែគូឬម្ដុំកន្លែងណាដែលយើងចង់ឲ្យ AI វាជួយលុបទៅឧទាហរណ៍ថាឥឡូវខ្ញុំលុបម្ដុំនេះចុះណាដើម្បីព្រួយពោះកន្លែងហ្នឹងឃើញធំឥឡូវខ្ញុំគ្រាន់តែចុចអាហ្នឹងហើយខ្ញុំស្កតវាកន្លែងហ្នឹងខ្ញុំយកពាក្យ remove កន្លែងជាប់លុបហ្នឹងណាឥឡូវយើងចង់លុបមើលតើវាឲ្យពោះខ្ញុំរបៀបមួយណាកែសម្ផស្សម្សិលមិញកែឆែកថ្ងៃនេះកែក្បាលពោះម្ដងហើយនេះយើងធ្វើនៅលើ full set ណា full set គឺធ្វើបានហើយកន្លែងហ្នឹងបាទចាំមើលណាបងប្អូនចាំមើលតើវាចេញហូររបៀបម៉េច AI ឲ្យរបៀបម៉េចណាfull set ប្រើបានអ្នកប្រើប្រាស់ full set អាចសាកបងបានព្រោះ Israel ក៏ធ្វើពី full set ដែរវីដេអូគាត់ហើយអានេះវាស្រាយលើអ៊ីនធឺណិតដែរបើអ៊ីនធឺណិតយើងរៀង slow វារៀង slow ឥឡូវបងប្អូនឃើញទេនេះឃើញទេនេះពោះខ្ញុំអត់តោងទេតែអូខេ before after before after អូខេ self copy អញ្ចឹងបានបាត់រៀង slim បាត់អូខេអញ្ចឹងរូបនេះគឺរូបដំបូង before after បាទអញ្ចឹងឆ្លើយសំណួរហ្នឹងគឺបាននេះថាបានអញ្ចឹងបងប្រុសអាចសាកល្បងធ្វើតាមខ្ញុំបានណាហ្នឹងហើយអូខេបាយបាយជួបគ្នានៅក្នុងវីដេអូក្រោយ